គ្រប់រូបសួរលោកគ្រូដូចជាសួស្តីមិត្តភក្តិអរគ្នាខ្ញុំបានឈ្មោះយ៉ាសហិតដែលមកពីក្រុមទី5ដែលសមាជិកក្រុមរបស់ខ្ញុំរួមមានតាំងលីឆេងខ្ញុំបានសិនធីរ៉ូហើយនិងហាក់លើដែលបង្រៀនដោយលោកគ្រូទៀងថានិងដឹកនាំដោយលោកគ្រូវត្តសាហើយថ្ងៃនេះខ្ញុំនឹង present ដែលនិយាយអំពី Border Gateway Protocol ចំពោះ Border Gateway Protocol Border Gateway Protocol គឺជា Area Gateway Protocol ដែលប្រើសម្រាប់ការ exchange route ហើយនិងការ retrieval information រវាងAutonomous System AS នៅលើអ៊ីនធឺណិតហើយចំពោះ AS នីមួយៗដែលវា represent ជាគ្រប់នៃ network គ្រប់គ្រងដោយ organization មួយជាមួយនឹងUnified Routing Policy ហើយ BGP គឺ maintain table route នៃ reachable network ហើយនឹងវា share information នេះទៅក្នុងចំណោម router ទៅកាន់ការ build network wide topology ហើយវាមានសារៈសំខាន់សម្រាប់ការបង្កើត correlating decision ហើយនិង maintenance stability ហើយនិង proper function នៃ global internet ចំណុចមួយទៀតគឺទាក់ទងជាមួយនឹង autonomous system ដែលយើងហៅថា AS autonomous system ហ្នឹងគឺជា collection នៃ AP network ហើយនិង router នៅខាងក្រោមការ control នៃ one ឬក៏ more network operator ដែល represent common routing policy ទៅកាន់ internet autonomous system គឺជា identify គឺការសម្គាល់ដោយ unique number ដែល assigned ដោយ Regional Internet Registry យើងហៅកាត់ថា OIR number លេខប៉ុណ្ណឹងគឺយើងស្គាល់ថាគឺជា autonomous system number អញ្ចឹង autonomous system គឺជា fundamental នៃការ building block នៃ internet routing infrastructure អញ្ចឹងវា responsible សម្រាប់ការ routing traffic រវាងpath នៃ internet ខុសគ្នាអញ្ចឹងហើយវាធានាបានថាdata packet គឺបាន delivery គឺមានប្រសិទ្ធភាពហើយនឹងវា reliable ទៅកាន់ destination របស់វាហើយ key characteristic របស់វាគឺមាន5ចំណុចគឺចំណុចទី1គឺ single routing policy ចំណុចទី2គឺ border router មួយទៀតគឺ unique ASN ទី4គឺ internal connectivity ហើយទី5គឺការ peering relationship ហើយ function របស់វាគឺវាអាច allocate ហើយនឹង register IP address ហើយនឹង ASN បានមួយទៀតគឺ maintain public database នៃ result របស់វាហើយចំណុចចុងក្រោយគឺ develop internet number policies តាមរយៈcommunity ការចូលរួមនៃ community ចំពោះ BGP វាមានពីរប្រភេទគឺទីមួយគឺ IBGP ដែលយើងហៅថា internal BGP គឺប្រើសម្រាប់នៅក្នុងAS ដូចគ្នាទេហើយចំពោះការ exchange route របស់វាគឺរវាង internal router ហើយប្រភេទទី2គឺ EBGP គឺ external route ទីទៅគឺ external BGP គឺប្រើរវាងAS ខុសគ្នាដូចក្នុងរូបជាក់ស្ដែងនៅខាងក្រោមនេះគឺ IBGP គឺប្រើនៅក្នុង AS តែមួយហើយចំពោះ BGP EBGP គឺប្រើនៅក្នុង AS ខុសគ្នាហើយចំពោះការ EBGP នេះគឺការ exchange route របស់វាគឺវាទទួលព័ត៌មានហើយឆ្លងកាត់ autonomous system ចំណុចបន្ទាប់គឺ BGP ASN representation ចឹងបែបនេះគឺ
BGP identify network ដោយប្រើ autonomous system number ហើយចំពោះវា initialize វា initialize 16 bit នៃ ASN វាឡើងទៅ65535ដែលបានប្រើហើយឈ្មោះ32 bit ទៀតនៃ ASN គឺវាត្រូវ introduce ទៅ provide unit ជាច្រើននៅក្នុងការ identify របស់វាហើយ ASN គឺបាន configure នៅពេលដែលវា stabilize BGP level shift ដូចឧទាហរណ៍ដូចជា router BGP មកហើយអញ្ចឹងវាមាន3 method ដែលវា represent ទៅខាង ASN នោះដែរគឺទី1គឺ AS LAN ទី1ទី2គឺ AS dot ទី3គឺ AS dot plus ចូលមកដល់ចំណុចមួយទៀតដែលនិយាយអំពី BGP message អញ្ចឹង The Border Gateway Protocol គឺខុសគ្នានៃ message ប្រភេទរបស់វាដើម្បី exchange route information ហើយនឹងការ maintain network stability របស់វាហើយ message ហ្នឹងវាអនុញ្ញាត router ទៅធ្វើការ stabilize ហើយនឹង maintain peer session ហើយវា advertise withdraw ហើយនឹងការ interrupt ហើយចុងក្រោយគឺ detect ហើយនឹងវាអាច handle error កំឡុងពេល communication នេះបានចំណុចបន្ទាប់គឺ BGP network state BGP ហ្នឹងគឺប្រើ finite state machine ដែលហៅកាត់ថា FSM ដើម្បី manage ដើម្បីគ្រប់គ្រង stabilization ហើយនឹងការ maintenance នៃការ peering session ចន្លោះrouter ហ្នឹងហើយជាបឋមនៃ ASM state ហ្នឹងគឺទី1គឺវា idle ទី2គឺការ connect ទី3គឺ active ទី4គឺ open send ទី5គឺ open confirm ទី6គឺ stabilize អញ្ចឹងការទី1ហ្នឹងគឺវា initial state idle គឺ initial state អញ្ចឹង BGP គឺវាអត់មាន process នៅក្នុងការដំណើរការក្នុងទេហើយវាអត់មានការ connection ឱកាសនៅក្នុងការ connection ដែរហើយចំពោះមួយទៀតគឺការ connect វាគឺ router វាមានឱកាសនៅក្នុងការ stabilize ទៅ TCP connection ទៅជាមួយនឹង server ហើយ active អញ្ចឹង TCP connection គឺវា fail អញ្ចឹង router វា retrace connection ម្ដងទៀតនៅពេលដែលវា fail វាត្រូវ retrace connection ម្ដងទៀតហើយមួយទៀតគឺការ open send ហ្នឹងTCP connection វា stabilize router send open message ហើយនឹងវាចាំការ response របស់វិញអញ្ចឹងយកមកចំនួននោះទៀតគឺ open confirm អញ្ចឹង open confirm គឺ open message verify សិនអញ្ចឹងនៅពេលដែល open message verify ហើយអញ្ចឹង router exchange គឺត្រូវ keep alive message ជាមួយនឹងការ peer ហ្នឹងហើយ stabilize គឺជា final step របស់វាគឺ BGP routing information គឺបាន exchange route exchange information ពីគ្នាហើយ router fully synchronized ហើយ step transition គឺវា trigger ដោយ TCP connection success ឬក៏ failure អញ្ចឹងវា receive BGP message ជា open keep alive protocol notification ឬក៏ timer event នេះហើយជាសំខាន់គឺ FSM management ដែលវាធានាបានថា stable នៃ BGP session ហើយវា reliable route change មួយវិញទៀតគឺ BGP address family សម្រាប់នេះគឺ BGP គឺវា initialize ការ design សម្រាប់ IPv4 routing ប៉ុន្តែវា extension ដែលហៅថា address family identifier ឬក៏ហៅកាត់ថា AFI ចឹងគឺបាន introduce ដើម្បី support multiple protocol ហើយនឹង service មួយទៀតគឺ subsequent address family identifier យើងហៅថា ASAFI ចឹង provide granularity សម្រាប់ traffic type ឧទាហរណ៍ unicast multicast ហើយ
ចំណុចទី3គឺ head attribute វាដូចជា MP reach ដែលអនុញ្ញាតឲ្យBGP វា carry routing information ទៅការសម្រាប់ address family របស់គ្នាដែលចំណុចសំខាន់របស់វានៅក្នុង BGP address family ហ្នឹងគឺaddress នីមួយៗ address family នីមួយៗគឺវាមាន own database របស់វាស្រាប់ហើយនឹងការ configuration អញ្ចឹងវាអនុញ្ញាតrouter ធ្វើការសន្ទុះកន្លែងនេះគឺវាអនុញ្ញាតឲ្យ routing policies ហ្នឹងគឺទៅលើខ្លួនវាផ្ទាល់ដែលវា independent ហើយចំណុចមួយទៀតគឺ support scalable control plans for overlay technology អញ្ចឹងវា control scalable control plan សម្រាប់ overlay technology ដូចជា MPLS VPN IPsec VXLAN L2 VPN VPLS EVPN ហើយនិង Layer 3 VPN រៀងរាល់ route advertisement include ជាមួយនឹង AFI ហើយនិង SAFI ទៅកាន់ differentiate រវាង database ហើយនិងវា ensure ថា routing នេះគឺវាគ្រប់ហើយចូលមកដល់ចំណុចមួយទៀតគឺ BGP Basic Advertisement អញ្ចឹង network statement BGP គឺប្រើ network statement ដើម្បី select traffic ពី global IP សន្ទុះ global RIP ហើយនឹង install វាទៅក្នុង lock RIP អញ្ចឹង processing step របស់វាណាគឺវា validity check ដែលវា ensure ថា NLIR គឺ valid ហើយនឹង network របស់វាគឺអាចស្គាល់ជាមួយចំណុចមួយទៀតគឺ inbound policy អញ្ចឹងវា apply policies ក្នុង receive route ដូចជា ADG RIP ទៅ in ទៅកាន់ lock RIP ចំណុចទី3គឺ best path selection ដែលវាជ្រើស optimal route perfect ចំណុចទី4គឺ outbound policy ដែលវា apply policy មុន advertising route ពី lock RIP ទៅកាន់ ADG RIP out ហើយវាពី ADG RIP out ទៅកាន់ PS ចំណុចទី4គឺ global RIP installation ចឹងវាមានតែ best path មួយគត់គឺដែលបាន install នៅក្នុង global routing ហ្នឹងហើយ BGP table មាន3ដូចគ្នាដែរគឺទី1គឺ ADG RIP in ដែលវា store receive route មុនការ processing ហើយចំណុចទី2គឺ LOC RIP ដែលវា hold valid ទាំងអស់ route valid ទាំងអស់ BGP វាជ្រើសរើស the best path ហើយចំណុចទី3គឺ ADG RIP out អញ្ចឹងវា store កន្លែងហ្នឹងគឺវា store route រួចរាល់សម្រាប់ advertisement ទៅកាន់ទៅ peer ផ្សេងទៀតហើយទូទៅជារួមគឺ BGP វា advertise តែ valid ប៉ុណ្ណោះតែ policy វា include best path for route best path route វាធានាថា stable ហើយនឹងវា accurate routing ចូលមកដល់ចំណុចបន្ទាប់គឺតកតងទៅនឹង BGP path attribute BGP path attribute គឺវា provide information ពី route នៅក្នុងការ update ហើយវាជួយ router ធ្វើការសម្រេចចិត្តនៃការ routing ហើយវា enforce នៅហើយនឹង enforce policy ចំណុចនេះវាមាន3ចំណុចធំៗច្រើនណាស់គឺចំណុចទី1គឺ mandatory attribute ដែលវាត្រូវតែ appear នៅក្នុងការ update ហើយនៅក្នុងចំណុចទី1នោះវាមានចំណុច3តូចៗដូចគ្នាគឺ origin source នៃ route នៃការនៃ route
ដូចជា IGP EGP ឬក៏ incomplete ហើយចំណុចទី2គឺ ASR គឺ sequence នៃ AS without traverse driven loop ហើយចំណុចទី3ចំណុចទី3គឺ network គឺ IP address នៃ network router ទៅ actually destination ចំណុចទី2គឺ well known discretionary distribution គឺ optional គឺប៉ុន្តែវាផ្នែកផ្នែកអញ្ចឹងវាមានចំណុចតូចមួយដែរគឺ local pref គឺ indicate prefer exit point នៅក្នុង ASL ហើយវា higher value ជា higher preference ដូចគ្នាទី3គឺ optional transitive attribute វាអាចនឹងមិនមានការលក្ខណៈដោយ router ទាំងអស់ទេអញ្ចឹងវាមាន3ចំណុចទៅស្គាល់ខាងដែរគឺ community គឺវា take it up for filter ឬក៏ policy enforcement មួយទៀតគឺ extended community will carry additional route information ហើយចំណុចទី3គឺ make witnesses must exist discriminators ដែលវា suggest prefer exit point រវាង AS មកmove ទៅឆ្លើយបន្ទាប់គឺ BGP path selection គឺ BGP select the best path ទៅកាន់ destination អាស្រ័យទៅលើ sequence នៃ path attribute ហើយនឹងcode វាដែល BGP best path selection order វាមានច្រើនចំណុចគ្នាហើយខ្ញុំនឹងនិយាយលម្អិតជួបពីវាទី1គឺ higher wave មួយទៀតគឺ highest local breadth ទី3គឺ locally originate ទី4គឺ accumulative IGP ទី5គឺ lowest AS path ទី6គឺ lowest origin type ទី7គឺ lowest map ហើយទី8 EBGP over IBGP ទី9គឺ lowest IGP matrix to network ទី10គឺ facilitative ទី11គឺ lowest BGP routers ID ទី12គឺ minimum cluster least length ទី13គឺ lowest neighbor address ហើយសរុបទៅគឺ BGP គឺប្រើនៅក្នុងនេះគឺ BGP គឺប្រើhigh hierarchical attribute valuation ទៅសម្រាប់ single ដើម្បី ensure single optimal path គឺវាបានវា select សម្រាប់ destination នីមួយៗបងបាទនេះតើតើជាមួយនឹង Twig គឺ Twig គឺជា Cisco proprietary attribute ដែលវា affect ទៅនឹងការទៅនឹង outbound traffic ហើយវា affect គឺ local ទៅ router ទៅកន្លែង router វាត្រូវបាន config មកហើយជាប្រយោជន៍វាអាចនឹង apply directly ទៅកាន់ network ដែលមិន affect ទៅកាន់ outbound traffic ទាំងអស់ហើយវាអាចនឹងត្រូវបាន set វាអាចត្រូវបាន set ឲ្យប្រើការ roadmap ដែលវាដល់ flexibility សម្រាប់ការ controlling នៅ outbound traffic ដែលយើងចង់បានមួយទៀតគឺ free hire ចំណុចនេះគឺ locally originate locally originated path មកពី network redistribute ឬក៏ Wing aggregate common ហើយ path ទាំងនេះគឺ prefer and carry local attribute ហើយ default attribute ហើយ width គឺ 72 78
ចំពោះលេខហូបរបស់វាគឺ0.000សម្រាប់ការកំណត់ហើយការកំណត់ network គឺលេខហូបសម្រាប់prefix គឺត្រូវតែជា0.0.0ពី IBGP perspective ហើយ origin set to A ហ្នឹងហើយនឹងដែលបាន mention ហ្នឹងគឺ Vic នឹងនៅជា default ដែលវាមាន32.76.8 ចំណុចមួយទៀតគឺ AS hat ដូចជាដូចបាន mention នៅខាងលើអញ្ចឹងគឺ starter AS hat តែសំទោសចំណុចហ្នឹងយើងអាច comply ដោយប្រើ AS hat ជា pending ហើយយើងវាតែសិតជំនាញទៅលើ AS ដើម្បីធ្វើវាតាមរយៈមួយនៃapp link ហើយចំពោះ AS hat គឺវា affect ជាមួយនឹង inbound traffic ហើយចំណុចតបទៀតគឺ origin អញ្ចឹងយើងដឹងហើយថាthe best part គឺវា already exist អញ្ចឹងបើយើងចង់បានវាតាមរយៈ new world route អញ្ចឹងដូចដែលយើងបានឃើញ origin code វា list នៅក្នុងការ support Tilt keyboard នៅចំណុចដំបូងនៃការសូរ BGP IPv4 unicast output ហើយ release each symbol របស់វាជាមួយនឹង corresponding meaning យើងអាចប្រើ network statement ដើម្បី advertise prefix ដែលមានថាយើងនឹងឃើញ I symbol នោះហើយនៅចំណុចនេះយើងនឹងchange origin ទៅកាន់ effect ទៅលើ hat selection សម្រាប់IP 10.1.100.2 បន្ទប់ 10.1.100.2/32 ជាស្នូលទៅដោយសារតែខ្ញុំ capture រូបsample មកដាក់អញ្ចឹងខ្ញុំនឹង move ទៅចំណុចបន្ទាប់ហ្នឹងគឺតាក់ទងជាមួយនឹង multi access discriminator អញ្ចឹង MET គឺជា BGP part មួយattribute ដែលប្រើសម្រាប់ដែលប្រើសម្រាប់ influence របៀបនៃការរបៀបនៃ ASN ផ្សេងវាចូលទៅកាន់network នៅពេលដែលពួកវាគឺជា multiple entry point ហើយគោលបំណងនៃ MET របស់វាគឺ MET វាប្រាប់ internal network ដែល route ហើយគឺ prefer ទៅកាន់ទៅ reach AS ហើយវាជួយ control inbound traffic តែមានន័យថារបៀបAS ផ្សេងជ្រុះទៅ send data ទៅក្នុង network ហ្នឹងចំណុចមួយទៀតគឺ BGP multipath អញ្ចឹង BGP multipath គឺជា feature ដែល allow អនុញ្ញាតឲ្យ router ទៅប្រើ multiple BGP path នៅក្នុង destination តែមួយហើយមិនមែនគ្រាន់តែ best path តែមួយទេហើយចំពោះប្រភេទនៃ BGP multipath គឺមាន6គឺ ABGP multipath សំទោសមាន3គឺ EBGP multipath IBGP multipath ហើយនិង EIBGP multipath ដែល EBGP multipath ហ្នឹងគឺរវាង external BGP network ហើយចំពោះ IBGP multipath គឺរវាង internal BGP network អញ្ចឹងវា stand autonomous system ហើយចំពោះចុងក្រោយគឺ EBGP multipath EIBGP multipath សំទោសគឺfeature ហ្នឹងដែល allow ឲ្យការmix ចូលគ្នានៃ EBGP ហើយនិង IBGP
head សម្រាប់ការ load balancing ចំពោះភាពខុសគ្នានៃ eBGP និង ABGP អញ្ចឹងនៅពេល BGP router ទទួលបាន multiple path ទៅកាន់ same destination អញ្ចឹងការ select មុនគឺវាត្រូវថាដូចជា with local preference as path length origin match ខ្លះអញ្ចឹង BGP មើលទៅកន្លែងណាដែល route ហ្នឹងវាទៅដល់អត់ដូចជា eBGP ឬក៏ IBGP ទេចូលដល់ចំណុចបន្ទាប់គឺនៅពេលដែល router វា learn ថា2ឬក៏ច្រើនBGP route ទៅកាន់ destination ពី external peer ហ្នឹងហើយpath ផ្សេងទាំងអស់ attribute គឺវា identical វាកំណត់ which local preference as path origin match AGP matrix ឡើយចឹងពីប្រើ x នៃ route ហ្នឹងដើម្បីធ្វើការសម្រេចចិត្តបញ្ចប់ធ្វើការសម្រេចចិត្តចូលមកដល់ចំណុចមួយនេះគឺនិយាយអំពី AGP លេខ6ចឹងនៅពេលដែល router ទទួលបាន SAM prefix ពី different BGP peer អញ្ចឹង BGP ពេលខ្លះវាត្រូវការ extra criterion ដើម្បីធ្វើការសម្រេចចិត្តថាតើហេតុណាគឺវាល្អបំផុតជាពិសេសនៅពេលដែលការ attribute មុនហ្នឹងដូចជា with local reference as path origin និង match ហ្នឹងគឺដូចគ្នាអញ្ចឹងក្នុងករណីហ្នឹង BGP វាត្រូវបាន compare ទៅនឹង AGP matrix ទៅ BGP លេខ6មុនទៅចំណុចបន្ទាប់គឺ accumulated AGP អញ្ចឹង accumulated AGP attribute គឺជា BGP extension ដែល define ដោយ RFC 7311ហើយវាអនុញ្ញាតឲ្យ BGP ធ្វើការបង្កើតការ routing decision អាស្រ័យទៅលើ AGP matrix វាដូចជាទៅនឹងរបៀបនៃ OSPF ឬក៏ ASAS គឺការកណនី software path ហ្នឹងដែរហើយចំពោះ key takeaway របស់វាគឺ accumulate AGP attribute វាអនុញ្ញាតឲ្យ BGP ដើម្បី ធ្វើអំពើទៅកាន់IBGP ជាច្រើនដើម្បីនៅក្នុងការ control multi IS environment ដែលវាអនុញ្ញាតtrue matrix based routing ហ្នឹងគឺឆ្លងកាត់ multiple IS owned by same organization របស់វាមើលទៅចំណុចបន្ទាប់គឺនិយាយអំពី aggregate address អញ្ចឹង address common នៅក្នុង BGP គឺប្រើសម្រាប់ការបង្កើត summarize route ដែល represent several more specific prefix ហើយវានឹង reduce size នៃ BGP routing table ហើយវាជួយ control routing information ដែលវាអត់થાયទៅកាន់ peer ផ្សេងៗអញ្ចឹងនៅពេលដែល aggregate routing generate BGP ត្រូវបាន configure ទៅ compress ទៅ suppress specific prefix មួយទៀតឬក៏បន្តទៅ advertise ដែលខ្លួនប្រព័ន្ធវាផ្ទាល់ដើម្បីធ្វើការ summary ហ្នឹងហើយដែលប្រើ option ដូចជា summary only ហើយនិង asset វា provide control តាមរយៈ advertisement ហើយនិង asset attribute ហ្នឹងមួយទៀតសំទោសតកតងចូលកាន់ចំណុច distribution គឺ distribution គឺវាអនុញ្ញាតឲ្យ BGP ធ្វើការ exchange route វាជាមួយនឹង routing protocol ផ្សេងៗដូចជា OSPF, EAB, AGRE ឬក៏ static route
Syntax static route ចឹងវាជាទូទៅគឺប្រើនៅក្នុង enterprise ហើយនិង service provider network កន្លែងដែល multiple routing domain គឺត្រូវតែ interconnect ចឹងចំណុចសំខាន់នៃការនៃ distribution ហ្នឹងពេល distribution ហ្នឹងគឺវាតែងតែ apply route map ហើយនិង perfect list ទៅ control ដែល route គឺវា injected ហើយមួយទៀតគឺ uncontrol គឺ redistribution វាអាចព្រោះតែ routing loop ឬក៏ feedback ហើយនៅក្នុង OSPF គឺប្រើ filter ដើម្បីមក perfect route type ដូចជា internal external and SSA ចំពោះ BGP community នេះវិញគឺ community គឺមាន32 bit value ដែលប្រើសម្រាប់ text route សម្រាប់ common policy ដើម្បី handle រវាង autonomous system ហើយវា simplify ការ configure ដោយគោរព route នៃការ select របស់វាហើយ advertisement បន្ទាប់ការ advertisement ឬក៏ traffic management ហើយ companies វាអាចនឹងស្គាល់ឬក៏ user define ហើយនឹងគឺប្រើសម្រាប់ service provider នេះបាទហើយដែលភាគច្រើនគេដឹងថាវាមាន4គឺ no export ដែលវា do not advertise to EBGP peer មួយទៀតគឺ no advertise do not advertise to any peer ចំណុចទៀតគឺ internet advertise to all peer ចុងក្រោយគឺ local as ចឹងវា keep route ទៅក្នុង local as AS មួយទៅចំណុចបន្ទាប់គឺ community list ទាំង community list គឺប្រើដើម្បី match filter ឬក៏ control route ផ្សាយទៅលើ BGP Unity community tag ហើយវាអាចដូចជាការ access list ប៉ុន្តែវាត្រូវបាន design specifically សម្រាប់ BGP communities ហើយវាអនុញ្ញាតឲ្យ administrator ដើម្បីងាយស្រួលក្នុងការ permit ឬក៏ deny គ្រប់នៃ route ការ share route នៅ send community value ហ្នឹងហើយ community list វាអាចប្រើនៅក្នុង route map ដើម្បី apply inbound ឬក៏ outbound policy rule ហើយប្រភេទនៃ community list វាមានពីរគឺទី1គឺ standard ដែល match exact community value ហើយទី2គឺ expanded ដោយប្រើ regular expression សម្រាប់ការ pattern matching ហើយមួយទៅចំណុចបន្ទាប់គឺ BGP peer template ហើយនៅក្នុងBGP network ធំមួយគឺ network ជាច្រើនគឺវាត្រូវ share ការ configuration setting ហ្នឹងគឺដូចគ្នាអញ្ចឹង BGP peer template ហ្នឹងគឺវាត្រូវ simplify ថាវាត្រូវឲ្យយើងវាអាចឲ្យយើងដឹងនៃការ define គឺ reusable configuration block ហ្នឹងហើយការកាត់បន្ថយ repetitive comment ហើយនឹងវាបង្កើតការ configuration ហ្នឹង more scalable ហើយចំពោះ template category របស់វាគឺមានពីរគឺទី1 session template ទី2គឺ policy template ដែល session template ហ្នឹងគឺវាត្រូវ define label session parameter ជា AS number timer or syndication ហើយចំពោះ policy template គឺវា define routing behavior ដែល within community ហើយនឹង networkហើយនឹង route policy ចំពោះជំនេះយើងនឹងនិយាយអំពី cost community because community គឺវា extend BGP attribute ដែលប្រើ influence route selection នៅខាងក្នុង autonomous system ឬក៏ BGP configuration ហើយវាអនុញ្ញាត engineer ដើម្បី assign numeric cost value ទៅកាន់ route ហើយវា provide extra measure
ទៅ control internal traffic flow ហើយ feature វាមានfeature របស់វាគឺត្រូវបានប្រើដើម្បីផ្ដល់ service provider managing complex IBGP topology ហើយវា lower cost value គឺវា indicate ច្រើន preference route ហើយ keynote របស់វាគឺវាធ្វើការតែនៅក្នុង IBGP ឬក៏ confederation peer ប៉ុណ្ណោះហើយវា provide flexible route preference ដើម្បី control ហើយគ្មានការផ្លាស់ប្ដូរ local preference មកទៅចំណុចបន្ទាប់គឺនិយមពី regular expression in BGP BGP គឺ support regular expression យើងហៅកាត់ថា regex ដើម្បី match ហើយនឹង filter route ដោយប្រើ ASR attribute ហើយវាជួយ administrator កំណត់បានហើយវាអនុញ្ញាតឬក៏វា deny specific route អាស្រ័យទៅលើRS មួយណាដែលវាចង់ឲ្យ pass through ហើយចឹង Regex pattern គឺប្រើនៅក្នុង ASP family សម្រាប់ការ route filtering ហើយនឹង topology សន្ទុះហើយនឹង policy application ហើយ common regex symbol របស់វាគឺដូច symbol ឡើងចុះហ្នឹងគឺវា start នៃ ASP ហើយ symbol ដុល្លារគឺ end of ASP ហើយ symbol ដូចសញ្ញាដកហ្នឹងដូចនៅក្រោមហ្នឹងគឺ separator between AS number ហើយចំពោះចុងក្រោយគឺ symbol សញ្ញាផ្កាយហ្នឹងគឺវា any sequence គឺ wildcard ចូលមកដល់ចំណុចមួយទៀតគឺ filter នេះគឺដូចBGP policy tool ផ្សេងៗដែលត្រូវ control ដោយ route ហើយក៏វា accept ឬក៏វា advertise អញ្ចឹងគេអាច rely ទៅលើ ASP exactly ដែលវា combine ទៅនឹង regular expression ដើម្បី match ជាមួយនឹង pattern របស់វាហើយចូលមកចំណុចបន្ទាប់គឺ mitigating split horizon in IBGP ហើយ the split horizon rule ហ្នឹងនៅក្នុង IBGP គឺវា prevent router ពីការ advertise the split horizon rule in IBGP prevent route ពី advertise route traveler ពីមួយ IBGP peer ទៅមួយ IBGP peer មួយទៀតហ្នឹងគឺវាជួយជៀសវាង routing loop ហើយវាទាមទារ format នៃ IBGP session ដែលវា inefficient នៅក្នុង network ធំហើយដើម្បី overcome ការ limitation ហ្នឹងគឺ BGP គឺប្រើពីរ scalability feature ដែល technique ដើម្បី overcome split horizon ហ្នឹងគឺទីមួយគឺ reflection គឺការ central router ក៏ reflector redistribute route ចំណំខ្លាយអណ្ដឹងហើយមួយទៀតគឺ confederation គឺវាចែកAS ធំហ្នឹងទៅជា internal AS តូចជា group ដែលវាអាចដូចជា EBGP peer ហ្នឹងហើយចំពោះ feature ពីរហ្នឹងគឺវាកាត់បន្ថយការ configuration complexity ហើយការវា improve network scalability ហើយការ design ហ្នឹងវាអនុញ្ញាតឲ្យIBGP topology ធំដែលគ្មាន full match គឺ full match ចូលមកដល់ចំណុចនេះគឺ route reflection ចឹង route reflection គឺ simplify internal BGP design ដោយអនុញ្ញាតឲ្យ single router ទៅកាន់ reflect route ដែលរវាង IBGP peer ហើយវា eliminate សំទោសវា eliminate ការចង់បានសម្រាប់ regular router ដើម្បី streamline registration ជាមួយនឹង each route ហើយ route
reflection នៃមួយវាអាច serve multiple client បានហើយ cloud គឺវាផ្លាស់ប្ដូរការវាផ្លាស់ប្ដូរតាមរយៈវាផ្លាស់ប្ដូរដែល follow តាម specific role ដូចជា route learn from client ទី2គឺ route from non client ហើយទី3គឺ route from EBGP សម្រាប់មួយទៀតគឺតើតើជាមួយនឹង BGP configuration គឺ configuration គឺជាវិធីសាស្ត្រនៃការដោះស្រាយហើយ BGP format មួយផ្សេងទៀតហើយនឹងsplit horizon problem ហើយវាដំណើរការដោយការបែងចែកAS ធំមួយទៅកាន់ AS ទៅកាន់ sub AS តូចៗហើយ sub AS communicate ជាមួយនឹងជាមួយsub AS ផ្សេងៗហ្នឹងដោយប្រើ EBGP ដូច EBGP ដូច session ហ្នឹងហើយនៅពេលដែលវានៅតែវានៅតែជាកម្មសិទ្ធិនៃAS នឹងដដែល AS main ដដែលអញ្ចឹងពី outside ដូចជា router R3 និងR4 គឺវាអត់មានការផ្លាស់ប្ដូរទេអធិស្ឋានផងចំពោះក្នុងចំណុច slide នេះគឺដែលខ្ញុំបាន add រូបបញ្ចូលក្នុងការឧទាហរណ៍បានបាត់ចំណុចមួយទៀតគឺ BGP troubleshooting ACL firewall issue ACL firewall blocking port 179ហើយបន្ទាប់ពីការ apply ACL access control list ហ្នឹងទៅកាន់ interface យើងអាច check សិនបើវា block សិនបើវាកំពុងតែ block BGP traffic ហ្នឹងហើយ ACL កំពុង count ហើយវា increase time packet នីមួយៗដែល match deny rule ដែលមានន័យថា BGP packet គឺវាត្រូវបាន block ហើយអញ្ចឹងការ simulate អ្វីដែលបានកើតឡើងនៅប្រសិនបើ firewall គឺនៅចន្លោះ router ហើយវា block TCP port 179អញ្ចឹងដែល BGP ប្រើហ្នឹងគឺវាត្រឹមត្រូវតាមរយៈចង់បានបន្តមួយទៀតគឺ BGP loop prevention ចឹង BGP គឺវានៅក្នុងការវា method ហ្នឹងដើម្បី prevent routing loop នៅក្នុង BGP router អត់អាច forward router forward route learn ពី BGP network ទៅកាន់BGP network មួយទៀតដែរអញ្ចឹងដែលជាធម្មតាគឺវាទាមទារ format នៃការ connection ឬក៏ route filter ទៅដើម្បី fix scalability issue ហើយនៅក្នុង BGP router គឺវា check route ដែលវាមានរួចរាល់នៅក្នុង AS number របស់វាផ្ទាល់ហើយដើម្បី avoid loop ហើយវាមានពីរ special tool ដែលវាអាច handle នឹងបានអញ្ចឹងទីមួយគឺ allow in ដែលវាអនុញ្ញាតឲ្យ router វាទទួលវា route សូម្បីតែបើសិនAS វាផ្ទាល់ក៏វា appear នៅក្នុង ASN ដែរហើយមួយទៀតគឺ ASO ដែរអញ្ចឹងវា replace ទៅ AS number ទៅក្នុង route ដូចជាវាកំពុងតែមក AS បច្ចុប្បន្នអញ្ចឹងវា preventing loop detection ចំណុចមួយទៀតគឺ TTL គឺ time to left issue អញ្ចឹងជារំលងដើមគឺ EBGP packet គឺវាមាន TTL នៃមួយអញ្ចឹងវាធ្វើការបានល្អនៅពេលដែល router គឺ directly connected អញ្ចឹងនៅពេលដែល router ប្រើ loopback interface ទៅ form BGP session វាអាច direct ទៅវាអាចទៅ directly បានទេអញ្ចឹងTTL នៃមួយហ្នឹងវាអត់ត្រូវគ្រប់គ្រាន់អញ្ចឹង packet វានឹង expire មុនការ reach ទៅមុនវា reach ទៅដល់ router ផ្សេងទៀត
Cái ông đó cho mình ấy cứ niệm về authentication ចឹង authentication គឺជាការ practice សម្រាប់ IGP LDP BGP ហើយមានច្រើនទៀតហើយដើម្បីធ្វើការដើម្បីមាន authentication ដើម្បីទៅកាន់ protect ហើយមួយវិញទៀតគឺ update ឬក៏ message ចឹងយើងអាចប្រើ IP address password ប្រហែលហ្នឹងដើម្បីធ្វើការ protect BGP session យើងបានតែដល់ចូលមកចំណុចមួយទៀតគឺ MTU គឺ maximum transmission unit MTU maximum transmission unit គឺវាគឺជាលក្ខខណ្ឌនៃចប់នៅក្នុង mobile ដែលអនុញ្ញាតឲ្យ interface access single frame ដោយគ្មាន fragmentation ឧទាហរណ៍ Ethernet MTU គឺជាធម្មតា 1500 byte ដែលមានន័យថារាល់កញ្ចប់ដែលធំជាងមុនមួយត្រូវតែ fragment ឬក៏ drop ហើយសរុបមកគឺ BGP គឺវាជា protocol មួយដែល connect autonomous system ឆ្លងកាត់ internet ហើយដែលវា provide reliable post policy based routing ហើយនឹងវា ensure efficient data exchange រវាង network ហើយឆ្លងកាត់ feature ដូចជា route summarization communities ហើយនឹង route reflection BGP គឺវា offer ទាំងពីរ scalability ហើយនឹង control អញ្ចឹងនៅពេលដែល properly design វា deliver stable flexible ហើយនឹងវាការ routing របស់វាគឺឆ្លាតវៃសម្រាប់ enterprise ធំៗហើយនឹង service provider សរុបមកគឺខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណដែលបានទស្សនាវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់សូមអរគុណ